បុរសចំណាស់ប្រភេទនេះដែលមានអាយុជិត30ឆ្នាំហើយនៅតែហ៊ានធ្វើអ្វីដែលខ្លួនមិនចង់ធ្វើអាចសប្បាយបានបុរសចំណាស់ចៅស៊ូយៀនខ្ញុំមិនចូលចិត្តស្ដាប់អ្វីដែលអ្នកកំពុងនិយាយទេអ្នកនៅតែជាមនុស្សចាស់តើមានអ្វីខុសបុរសចំណាស់ម្នាក់ស្រឡាញ់មនុស្សគាត់នឹងមានអាយុ20ឆ្នាំក្នុងរយៈពេល1ខែវាដល់ពេលហើយសម្រាប់បងប្រុសខ្ញុំទៅការិយាល័យកិច្ចការស៊ីវិលដើម្បីយកវិញ្ញាបនបត្រឥឡូវនេះនិស្សិតមហាវិទ្យាល័យអាចយកកូនទៅសាលាបានហេតុអ្វីបានជាអ្នកនៅតែមានការរើសអើងអាយុតើអ្នកនៅតែចង់ឲ្យបងស្រីបង្កើតកូនរបស់អ្នកហើយយកខ្ញុំទៅសាលារៀនទេរលែងសេកន្លែងដំបូងក្នុងការប្រឡងនេះគឺជាងហ្សងយៀនកន្លែងទី2គឺហ្សាវស៊ូយៀនជាងហ្សងយៀនចប់ចំណាត់ថ្នាក់លេខ2ក្នុងសប្តាហ៍ដំបូងតើបុរសធំអ្វីទៅយកនំកន្ទក់ស៊ុបដែលបងប្រុសហ៊ានជូនទៅឈីគឺស្អាតជាងគេហើយពងទាពីបងគឺស្អាតជាងគេទី2បងប្រុសសុខសប្បាយទេជាងហ្សងយៀនអ្នកនឹងមិនចង់នៅជាមួយប្អូនស្រីរបស់ខ្ញុំក្នុងជីវិតរបស់អ្នកហេម៉េចមិនទៅផ្ទះមើលបើខ្ញុំមិនបាក់ជើងត្រឡប់មកធ្វើជាប្អូនថ្លៃទេបងយ៉ានអូននៅតែមករកបងហើយស្រឡាញ់អូនបងប្រុសចៅមិនអាចវាយកូនឲ្យស្ងប់បានទេប្រកាសណាស់ខ្ញុំជឿវាជាគំនិតរបស់អ្នកម៉េចក៏បងហេងមិនបាក់វាមិនគួរឲ្យចាប់អារម្មណ៍តតែសោះខ្ញុំនឹងត្រឡប់ទៅមុនព្រះនាងតូចជាខរបស់អ្នកជំពាក់គុណខ្ញុំនៅពេលនេះប៉ុន្តែខ្ញុំចាំថាបងប្រុសរបស់ខ្ញុំមិនចូលចិត្តបាក់ខ្លាំងណាស់កាលនៅក្មេងបងប្រុសយ៉ានមានទទួលរៀបចំកម្មវិធីជប់លៀងពិសេសជូនបងប្អូនថ្ងៃនេះកុំទុកឲ្យរឿងតូចតាចនេះបំផ្លាញអារម្មណ៍អ្នកឡើយសូមអញ្ជើញមកអបអរសាទរការវិលត្រឡប់របស់បងប្រុសយ៉ានទៅប្រទេសចិនសូមស្វាគមន៍លោកក្រវេក្មេងយ៉ាងត្រឡប់មកប្រទេសចិនវិញធ្វើតែគាត់ពិតជាវិតម្លៃសមត្ថភាពរបស់គាត់ខ្លាំងពេកក្នុងសប្តាហ៍នេះទោះបីជាគាត់មានឋានៈខ្លះនៅហៃឆេងក៏ដោយវាមិនគ្រប់គ្រាន់ទេនៅចំពោះមុខជើហ្វាយវាជាសំណាងរបស់គាត់ដែលគាត់មិនបានចាប់អារម្មណ៍ពីជើហ្វាយអ្នកណាវាខ្ញុំជេងតើខ្ញុំនិយាយអ្វីខុសខ្ញុំជាមនុស្សល្ងងម្នាក់ទៀតដែលមិនមានខួរក្បាលវាសម្លេងដោយកាំភ្លើងរបស់គាត់អ្នកជាមនុស្សតែម្នាក់គត់ដែលហ៊ាននិយាយពីគ្រូសាជេងនិងគ្រូសាចៅសូមទោសលោកគ្រូខ្ញុំគ្មានខួរក្បាលទេសូមកុំជ្រៀតជ្រែកកិច្ចការគ្រួសារខ្ញុំចេញពីទីនេះខ្ញុំនឹងចេញពីទីនេះភ្លាមបងយ៉ានខានឃើញបងខឹងយូរហើយអ្នកពិតជាមិនចង់មើលព្រះនាងតូចពីគ្រួសារកាលពីសប្តាហ៍មុនទេទៅពិនិត្យវាចេញពិនិត្យមើលថាតើឆៅស៊ុយមានស្នេហានៅសាលាទេហើយផ្ញើមកខ្ញុំដែលយ៉ាងជីតើអ្នកពិតជានឹងធ្វើអ្វីមួយមែនទេទោះបីជាឆៅនឹងខឹងក៏ដោយក៏គាត់សមនឹងខឹងខ្លាំងណាស់ដែលគាត់សាកសមនឹងអំណាចដ៏ខ្លាំងក្លារបស់បងប្រុសខ្ញុំយ៉ាងសួស្តីលោកចៅចៅស៊ុយសូមប្រាប់ខ្ញុំដោយស្មោះត្រង់ថាតើអ្នកនឹងយ៉េងហ្សងយៀននៅជាមួយគ្នាដែរឬទេអ្នកស្រីចៅនៅក្មេងនៅឡើយបើនាងធ្វើខុសប្រាប់នាងកុំធ្វើអីមីងគុយបងឯងកាច់ណាស់កុំធ្វើដូចក្មេងខូចមីងគុយទៅធ្វើការរបស់ឯងខ្ញុំត្រូវតែតាមអ្នកនៅថ្ងៃនេះគាត់ត្រូវតែបញ្យល់ឲ្យច្បាស់បើមិនដូច្នេះទេស្បែកក្តប់ដែលខ្ញុំបានខិតខំចិញ្ចឹមជាង10ឆ្នាំនឹងរត់ទៅជាមួយអ្នកដទៃវាមិនអីទេខាយ៉ាយទៅខ្វាក់ប្រាប់ខ្ញុំពីអ្វីដែលអ្នកពិតជាចូលចិត្តអំពីជាងហ្សងយៀនយ៉ាងណាក៏ដោយខ្ញុំចូលចិត្តបងយ៉ានហើយចង់ធ្វើជាឆ្កែលឹករបស់គាត់គ្មាននរណាម្នាក់អាចបញ្ឈប់អ្នកបានទេគាត់គ្រាន់តែហៅខ្ញុំថាល្ងងតើអ្នកបានឮទេបើគ្មានមនុស្សល្ងងទេបងប្អូនអ្វីដែលខ្ញុំស្អប់បំផុតក្នុងជីវិតគឺលេខ2ស៊ុយបងប្រុសរបស់ខ្ញុំបានបង្រៀនអ្នកតាំងពីអ្នកនៅក្មេងថាគ្មានមនុស្សណានៅខាងក្រៅល្អទេជាពិសេសជាងហ្សងយៀនដែលមិនមែនជាមនុស្សល្អតើអ្នកកំពុងធ្វើអ្វីនៅលើផែនដីតើអ្នកចូលចិត្តអ្វីអំពីគាត់ប្រាប់បងប្រុសរបស់អ្នកឲ្យរកអ្នក10ឬ8ដែលល្អជាងនេះតាមស្តង់ដារនេះខ្ញុំចូលចិត្តបងយ៉ានគាត់សង្ហារៀងស្អាតហើយមានលុយក្នុងជីវិតមុនរបស់ខ្ញុំបានផ្ដល់ឱកាសឲ្យស៊ូវ៉ាន់ព្រោះខ្ញុំល្អពេកហើយស្ដាប់បង្គាប់ក្នុងមួយជីវិតនេះខ្ញុំត្រូវរៀបរៀងស៊ូវ៉ាន់ពីការទទួលបានកាក់ពីបងប្រុសខ្ញុំត្រឹមត្រូវហើយខ្ញុំចូលចិត្តថាបងយ៉ានជាអ្នកមានតូនតាតូចហេតុអ្វីបានជាយំតើអ្នកចូលចិត្តឆានទេគ្រូសាចៅមិនមានទ្រព្យសម្បត្តិគ្រប់គ្រាន់ទេសប្តាហ៍